បាទសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបពេលល្ងាចទៀតហើយបងប្អូនអ្នកទាំងនេះពីការងារមកដល់បន្ទប់វិញគឺថាប្រពន្ធចាប់ផ្ដើមធ្វើគោឡើងភ្នំបងប្អូនគឺថាមានបន្លែមានសាច់ពងទាពងមាន់ច្រើនណាស់បងប្អូនហើយមកដល់ទីកន្លែងធ្វើការងារគាត់ចាប់ផ្ដើមឆ្មន់ម្ហូបតែម្ដងបងប្អូនហើយម្ហូបបែបហ្នឹងគឺងាយស្រួលធ្វើទេបងប្អូនហើយមានអីជាសម្រាប់ហូបពេលបាយបងប្អូនយើងអត់ហូបច្រើនទេបាទយើងហូបជាលក្ខណៈគ្រួសារទេសម្រាប់ម្ហូបបែបហ្នឹងបើបងប្អូនចូលចិត្តអាចធ្វើហូបបានបងប្អូននេះគឺជាម្ហូបសាច់គោឡើងភ្នំបងប្អូនណាហើយយើងធ្វើហូបលក្ខណៈបែបសាមញ្ញយើងអត់សូវចំណាយលុយច្រើនយើងចំណាយតិចពូអីយើងធ្វើការមិនសូវជាបានប្រាក់កម្រៃច្រើនប្រហែលទេអញ្ចឹងយើងហូបរបស់មកមកយើងទិញយកធ្វើនៅខ្លួនឯងក៏បានដែរបងប្អូនណាហើយនេះមានបន្លែច្រើនណាស់សម្រាប់បងប្អូនដែលចូលចិត្តបែបហ្នឹងអាចធ្វើបានអរគុណ